នៅវេលាយប់រំលងអត្រាឈានចូលថ្ងៃអាទិត្យ4កើតខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2013ដែលជាថ្ងៃដ៏វិសេសវិសាលនិងពោពេញដោយព្រះកុសលផលបុណ្យសម្រាប់ប្រជាជាតិខ្មែរយើងទាំងមូលដែលមហាសង្ក្រាន្តក្នុងឆ្នាំម្សាញ់បានបង្ហាញថាជាថ្ងៃចូលឆ្នាំថ្មីថ្ងៃដំបូងសម្រាប់ឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ក្នុងថ្ងៃដ៏មហាប្រសានេះព្រះគ្រីស្ទជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គសពរាជរតីស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីទទួលទេវតាឆ្នាំថ្មីដែលបានរៀបចំឡើងយ៉ាងមហោឡារិកនៅក្នុងព្រះទីនាំងទិវាវិនិច្ឆ័យព្រះបរមរាជវាំងមុននឹងយាងប្រារព្ធព្រះរាជពិធីទទួលទេវតាឆ្នាំថ្មីព្រះករុណាជាអម្ចាស់ជីវិតល្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គសពរាជរតីស្ដេចយាងថ្វាយព្រះសុគន្ធនិងគ្រឿងសក្ការៈបូជាផ្សេងថ្វាយចំពោះព្រះបរមរូបនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គថ្វាយទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រហៅរាជបណ្ឌិតហៅតម្កល់ព្រះបរមអធិថ្វាយព្រះរតនត្រ័យព្រះទេវរូបនិងថ្វាយនៅតាមទីសក្ការៈមួយចំនួនទៀតក្នុងព្រះទីនាំងទិវាវិនិច្ឆ័យដើម្បីថ្វាយនៅមហាព្រះរាជកុសលនិងបួងសួងសូមឲ្យព្រះបារមីរបស់ព្រះអង្គជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជានិងជនរួមជាតិយើងបានស្គាល់តែសេចក្តីសុខសេចក្តីចម្រុងចម្រើនចាប់ពីឆ្នាំថ្មីនេះជាដរាបតរៀងទៅយើងនឹងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះដែរមានសម្ដេចព្រះមហេសរានរោត្តមចក្រពង្សឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចនរោត្តមសិរីវុឌ្ឍឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងអ្នកមនាងសម្ដេចជវវាំងវរៈវាំងជ័យអធិបតីស្រឹងគាគង់សំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឯកឧត្តមគុយសុផលទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងព្រមទាំងថ្នាក់ដឹកនាំនិងនិមឺនសពមុខមន្ត្រីព្រះបរមរាជវាំងក្នុងព្រះរាជពិធីដ៏មហាប្រសាទនេះព្រះករុណាជាអម្ចាស់ជីវិតល្បូងព្រះចៅក្រុងកម្ពុជាធិបតីព្រះអង្គសពរាជរតីត្រាប់បង្គាប់សម្ដេចជវវាំងឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងរៀបចំនៅគ្រឿងសក្ការៈបូជាផ្សេងមានបាយសីបារីម្លូស្លាទៀនធូបផ្កាភ្ញីអុជប្រទីបជ្វាលាបំភ្លឺប្រងព្រាតមានគ្រឿងភក្សាហាមានផ្លែឈើចម្រុះចំនួន12គូតំណាងឲ្យខែច័ន្ទគតិទាំង12ដែលមានខែមករាបុស្សមាឃផលគុណចែកពិសាចេអាសាឍស្រាប់ភទ្របទអាសត់កដឹកព្រមទាំងមានប្រគំថ្វាយនៅដូរតន្ត្រីប្រពៃណីបុរាណខ្មែរជាដើមតាមព្រះរាជបវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរតាំងពីបុរាណកាលរៀងមកថ្វាយទេពធីតាឆ្នាំថ្មីព្រះនាមទង់សាទេវីដែលព្រះអង្គយាងមកគង់ប្រថាប់រក្សាព្រះរាជាណាចក្រកម្ពុជានិងភពផែនដីយើងនេះក្នុងដំណើរការនៃពេលវេលាបានឈានចូលមកដល់នៅម៉ោង 2:12 នាទីថ្ងៃ4កើតខែចែកនេះ
ដែលជាពេលវេលាដ៏ប្រសើរបំផុតសម្រាប់ប្រជាជាតិខ្មែរនិងបណ្ដាប្រជាជាតិគោរពព្រះពុទ្ធសាសនាដោយមានជំនឿតាំងពីបុរាណកាលមកថាក្នុងវេលាថ្ងៃឆ្លងចូលឆ្នាំថ្មីនេះមានទេពធីតាយាងចុះពីឋានសួគ៌មកគ្រងរក្សាមនុស្សលោកនៅឋានកណ្ដាលក្នុងវេលានេះអ្នកអង្គញាភក្តីព្រះស្ដេចហេងកំគុណធម្មការនិងសាសនាព្រះបរមរាជវាំងបានសូត្រព្រះធម៌ទទួលទេវតាឆ្នាំថ្មីពិសេសទៅទៀតព្រះករុណាជាអម្ចាស់ជីវិតដំបូងព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រមទាំងព្រះរាជវង្សានុវង្សនិងនិមឺនសពមុខមន្ត្រីព្រះបរមរាជវាំងបានប្រារព្ធព្រះរាជពិធីនមស្ការព្រះរតនត្រ័យដើម្បីជាគិរិយកិច្ចថ្វាយនៅការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះដំណើរយាងមកដល់នៃទេពធីតាឆ្នាំថ្មីបបិទ្ធអស់ពពុទ្ធទេបណ្ឌិការរក្សាព្រះពុទ្ធសាសនាគ្រប់ព្រះវិហារព្រះចេតិយវត្តអបរតពិមានសម្រាលពិរមទេវតារក្សាយោងតាមមហាសង្ក្រាន្តឆ្នាំម្សាញ់បានបង្ហាញថានឹងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ4កើតខែចែកត្រូវនឹងថ្ងៃទី14ខែមេសា2013វេលាម៉ោង 2:12 នាទីរំលងអាធ្រាត្រពេលនោះព្រះអាទិត្យចេញពីមានរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមទង្សាទេវីជាបុត្រទី1នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ក្រហមលំអនៅព្រះការដោយសៀតផ្កាទទឹមអភរណៈទ្រង់ពាក់កៅបុទុមរិកៈភក្សាហាទ្រង់សោយផ្លែឧត្តមពោព្រះហស្តស្ដាំទ្រង់កងចក្រព្រះហស្តឆ្វេងទ្រង់សាំងទ្រង់ផ្ទុំបិទព្រះនេត្រលើខ្នងគ្រុឌសត្វសុសេះជាពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំង100,000កោដហោះទៅកាន់គុហាកៅធម្មមីលីជាទីភ្នំកៃឡាសខេត្តហម្មពៀនជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញដើម្បីប្រជុំទេវបុត្រទេវធីតាទាំង100,000កោដចូលទៅស្រង់ទឹកអណោតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយិនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយសុខខ្សែមខ្សានតរៀងទៅសូមឧទ្ទិសនៅមហាព្រះរាជកុសលដ៏ខ្ពង់ខ្ពស់កើតឡើងក្នុងព្រះរាជពិធីដ៏ប្រពៃនេះថ្វាយចំពោះគុណបុណ្យព្រះរតនត្រ័យគុណបុណ្យព្រះបារមីនៃព្រះបរមអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយនីខ្មែរនិងទេវតាគ្រប់ព្រះអង្គក្នុងលោកពិសេសថ្វាយទេពធីតាឆ្នាំថ្មីព្រះអង្គជួយបីបាច់រក្សានិងប្រព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យបវរសុស្ដីមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតដំបូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេត្តាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពដ៏បរិបូរណ៍ទទួលបានមហាជោគជ័យក្នុងព្រះរាជបេសកកម្មបម្រើជាតិមាតុភូមិនិងព្រះអង្គមានព្រះជន្មយិនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាដល់កូនចៅចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅម្យ៉ាងវិញទៀតសូមទេវតាឆ្នាំថ្មីជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា
បានជួបប្រទះតែសេចក្តីសុខសន្តិភាពចាក់ផុតពីគ្រោះមហន្តរាយផ្សេងៗសូមជួយបង្អល់ទឹកភ្លៀងឲ្យបានធ្លាក់គ្រប់គ្រាន់លើទឹកដីកម្ពុជានិងសូមឲ្យកើតមាននៅផលានុផលគ្រប់ប្រភេទពិសេសស្រូវពោតសណ្តែកល្ងជាដើមផ្ដល់នៅភោគផលដ៏សម្បូរហូរហៀនៅក្នុងឆ្នាំថ្មីនេះនៅក្នុងឱកាសដ៏សែនសមណោះរីករាយបន្ទាប់ពីព្រះរាជពិធីទទួលទេវតាឆ្នាំថ្មីបានចប់រួចរាល់ព្រះករុណាជាអម្ចាស់ជីវិតដំបូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះចរិតីប្រោសព្រះជាទានសម្ដេចជវវាំងវរៈវាំងជ័យអធិបតីស្រឹងជាគង់សំអល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងចូលក្រាបថ្វាយបង្គំគាល់ថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អនិងសារលិខិតថ្វាយព្រះពរនៅក្នុងឱកាសឆ្នាំថ្មីសម្ដេចជវវាំងថ្នាក់ដឹកនាំមន្ត្រីរាជការនិងកូនចៅបម្រើការងារគ្រប់ផ្នែកនៅក្នុងព្រះបរមរាជវាំងសូមលំអោនកាយវិចារចិត្តក្នុងមនោសញ្ចេតនាស្វម័យភក្តិប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ជាមួយសេចក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងសូមថ្វាយព្រះសពសាធុការពរដ៏បវរមហាមង្គលនៅក្នុងឱកាសឆ្នាំថ្មីថ្វាយព្រះករុណាជាអម្ចាស់ជីវិតដំបូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ព្រះកាយពលមមុននិងព្រះជន្មយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំចម្រុងចម្រើនគ្រប់ផ្នែកដល់ជាតិមាតុភូមិនិងកូនចៅចៅទួតជាដរាបតរៀងទៅ